មកស្ករហាងជប៉ុនលាក់ខ្លួនមកកន្លែងនេះដែរនៅម្ដុំមកគៀងកងនេះមានតាំងពី ramen មានតាំងពី គៀវមានតាំងពីសាច់ចកានិយាយទៅតំណងណាហើយបើហូបជាតិវិញក៏ឆ្ងាញ់ទៀតខ្ញុំស្គាល់ហ្នឹងគឺស្គាល់តាមគេ review ដែរទេខ្ញុំឃើញតំណងដែរដល់ពេលចឹងទៅក៏មកសាក់ដែរហ្មងទៅនៅកន្លែងគាត់ហ្នឹងគឺនៅមានមនុស្សច្រើនជាងនឹងទៀតដូចខ្ញុំបាននិយាយនៅដើមវីដេអូចឹងថាហាងហ្នឹងគឺជាហាងលាក់ខ្លួនណានេះគឺមើលតែទ្វារចូលក៏ដឹងដែរគឺបើកតែមួយហៀងទេសម្រាប់ឈ្មោះហាងវិញគឺឈ្មោះ Ikido Ramen នៅលើផ្លូវ334នឹងហ្មងនៅម្ដុំមកគៀងកងចូលទៅដល់កន្លែងអង្គុយក៏គួរសមដែរនិយាយទៅមានតុធំ4នឹងចឹងគឺមកតុអង្គុយបានគ្នា4នាក់ដល់ពេលចឹងទៅហ៊ីគួរសមដែរហើយបើការដែលគាត់នៅខាងគាត់ហ្នឹងគឺ vibe ជប៉ុនហ្មងហើយនេះគឺជាមនុស្សនៅខាងគាត់ចឹងមានតាំងពី ramen មានតាំងពីសាច់ចកានិយាយទៅតំណងណាជាពិសេសហ្មងគឺ ramen នៅខាងគាត់ហ្នឹងគឺឆ្ងាញ់មែនទាំងគ្រឿងទាំងទឹកស៊ុប ramen ហ្នឹងគឺខ្ញុំ recommend មែនតើហ្មងបាទទៅគឺកុំភ្លេចសាក់ផង ramen នៅខាងគាត់ហ្នឹងគឺមានច្រើនប្រភេទចឹងចង់បានហឹលក៏បានអត់ហឹលក៏បានដែរមានតាមហ្នឹងដែរហើយខ្ញុំយកនេះហ្នឹងគឺជា ramen អត់ហឹលទេបាទតម្លៃវិញគឺមួយចានហ្នឹង5រៀលជាងហ្មងបើគេមាន2ខ្សែទូចមួយខ្សែធំខ្ញុំយកនេះហ្នឹងគឺជាខ្សែទូចដល់ពេលចឹងទៅ5រៀលជាងបាទខ្សែធំដូចជា6រៀលជាងម៉ែខ្ញុំចេះតែនិយាយណាគឺ ramen នៅខាងគាត់ហ្នឹងគឺឆ្ងាញ់មែនទាំងខ្សែ ramen ហ្នឹងជាមួយទឹកស៊ុបគឺឆ្ងាញ់និយាយទៅគឺទឹកស៊ុប ramen ហ្នឹងគឺមានជាតិហ្មងហើយប្រាញ់ខ្ញុំគឺកុំភ្លេចហៅគៀវជាមួយនឹងសាច់ចកានេះផងគៀវនៅខាងគាត់ហ្នឹងគឺស្នូលសាច់ជ្រូកចឹងរសជាតិក៏ឆ្ងាញ់ដែរហើយបាទសាច់ចកាហ្នឹងគឺជាសាច់មាន់ហ្នឹងគឺគាត់ប្រឡាក់គ្រឿងមកក៏ឆ្ងាញ់ដែរពេលដែលញ៉ាំទៅគ្រាន់តែសម្រាប់ខ្ញុំហ្មងគឺខ្ញុំចូលចិត្តជាងគេហ្មងគឺគៀវនៅខាងគាត់ហ្នឹងគឺ the best ហ្មងបើចង់ស្អែកហ្នឹងគឺអាចរើបាននៅម្ដុំមកគៀងកងនេះ